សួស្តីទាំងអស់គ្នាខ្ញុំបាទជាតិហើយថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះផងដែរគឺយើងទៅមើល Peso ទាំងអស់គ្នាយើងចូលមកកាន់ឆាតមកគឺយើងបានឃើញថា Peso គឺវាបានបង្កើតជា structure មួយដែលអ្នកនរគ្នាបានឃើញអញ្ចឹងវាធ្វើការជា down trend បន្ទាប់មកវាមាន market structure ឡើងនេះមួយហើយយើងចែកឲ្យកន្លែងហ្នឹង structure កន្លែងហ្នឹងផងដែរគឺវាបានបង្កើតចេញជា chain of character ឡើងហ្នឹងអាហ្នឹងជាការគិតរបស់ខ្ញុំសង្កេតឃើញថាវាបង្កើតជា chain of character នៅកន្លែងហ្នឹងអញ្ចឹងយើងចូលមក5 10 នាទីមកយើងឃើញច្បាស់ជាងហ្នឹងអញ្ចឹងនៅពេលដែលយើងចូលមកក្នុង5 10 នាទីគឺយើងបានឃើញថាកន្លែងនេះដែលជាចំណុចដែលវាផ្លាស់ប្ដូរអត្តចរិតគឺជា chain of character ហ្នឹងហើយនៅពេលដែលវា chain of character ឡើងហ្នឹងហើយគឺខ្ញុំសង្កេតឃើញថានៅកន្លែងម្ដុំឡើងនេះគឺវាអាចនឹងនៅក្នុងការគិតរបស់ខ្ញុំគឺខ្ញុំ expect វាថាវាធ្វើការចោះមកនៅម្ដុំនឹងហើយវានឹងអាចនឹងឡើងទៅលើវិញដែល target ទី1របស់ខ្ញុំដែលខ្ញុំមានភាគរយរៀងច្រើនគួរសមនោះគឺនៅកន្លែងនេះអញ្ចឹង market ហ្នឹងសម្រាប់ Soul ខ្ញុំបានគិតក្នុងចិត្តមានចំណាប់អារម្មណ៍ហ្នឹងគឺនៅចំណុចហ្នឹងហើយកន្លែងនេះដូចជាខ្ញុំបញ្ជាក់ក្នុងមេរៀនអញ្ចឹងគឺកន្លែងនេះខ្ញុំចាត់ទុកវាថាជា support ដែលវាមានដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងកាលណាតែវាចុះមកប៉ះកន្លែងហ្នឹងច្រើនដងហើយយើងអាចចាត់ទុកវាបានជា support បានដែល support គឺនៅខាងក្រោមហ្នឹងដែលខ្ញុំប្រាប់អ្នកនរគ្នាអំពីមេរៀនដែលខ្ញុំចែកលេខទៅអ្នកនរគ្នាហ្នឹងអញ្ចឹងនៅក្នុង Peso ហ្នឹងខ្ញុំចាប់អារម្មណ៍ឃើញថានៅកន្លែង support ហ្នឹងមួយមាន chain of character អញ្ចឹងហើយមាន target ដែលថាវាអាចនឹងទៅដល់កន្លែងហ្នឹងវាអាចនឹងឡើងទៅលើ retrace ឡើងទៅលើហ្នឹងទោះបីជា time frame ធំជា down trend មែនប៉ុន្តែចំណុចកន្លែងហ្នឹងដែលយើងចាប់អារម្មណ៍វារៀងគ្រាន់បើដែរអញ្ចឹងការ down trend វាមិនអាចចុះទៅ slow បានទេវាគង់តែមាន retrace មកខ្លះអញ្ចឹងចំណុចដែលវា retrace ហ្នឹងគឺខ្ញុំអាចគិតថាវាអាចនឹង retrace មកយកអាហ្នឹងវិញហើយវាទៅក្រោមគឺយើងចាំមើលតាមជាក់ស្ដែងទៀតប៉ុន្តែ market ឥឡូវហ្នឹងនៅក្នុងការគិតរបស់ខ្ញុំគឺខ្ញុំឃើញ chain of character អញ្ចឹងកាលណាតែខ្ញុំឃើញ chain of character ហើយគឺខ្ញុំមានភាគរយគួរសមដែរដែលវាអាចនឹងឡើងទៅលើបង្កើតជា structure តូច uptrend តិចទៀតអញ្ចឹងហើយខ្ញុំឃើញចំណុច support ហ្នឹងមួយទៀតអញ្ចឹងខ្ញុំចាំតែ market ធ្លាក់មកដល់ក្រោម form មកដល់ក្រោមហ្នឹងហើយគឺខ្ញុំរកកន្លែង long ទៅរក target របស់យើងហើយអញ្ចឹងមានតែចាំមើលអ្នកនរគ្នាថានៅពេលដែលវាចុះមកដល់កន្លែង support ហ្នឹងមាន confirmation អត់បើសិនជាអត់មាន confirmation ទេខ្ញុំប្រហែលជាអត់បានបើក position ចូលទេតែបើសិនជាវាមាន confirmation អញ្ចឹងខ្ញុំអាចមានភាគរយដែលខ្ញុំអាច take position នៅម្ដុំ support ហ្នឹងអញ្ចឹងបើសិនជាមានអីបន្ថែមខ្ញុំនឹង update ជូនអ្នកនរគ្នានៅក្នុង community see you guys in our community bye bye